នារីជនជាតិចិនម្នាក់ត្រូវជនជាតិថៃប្រើល្បិចគួរឲ្យខ្លាចចាប់ជនរត់កណ្ដាលក្រុងបាងកកដឹកទៅព្រំដែនថៃមីយ៉ាន់ម៉ាហេតុការណ៍ចាប់ជំរិតដ៏រន្ធត់មួយបានកើតឡើងចំពោះស្ត្រីជនជាតិចិនម្នាក់នៅឯប្រទេសថៃដោយនាងត្រូវបានក្រុមជនល្មើសចាប់ជំរិតចងដៃចងជើងនិងដឹកទៅទីក្រុងបាងកកសំដៅទៅកាន់ព្រំដែនថៃមីយ៉ាន់ម៉ាប៉ុន្តែនាងប្រថុយជីវិតលុតចេញពីរថយន្តដើម្បីរត់គេចខ្លួនបានសម្រេចជនរងគ្រោះបានរៀបរាប់ប្រាប់ប៉ូលីសថានាងបានតាក់ទងសេវាកម្មជាមួយមនុស្សម្នាក់ដែលនាងជឿជាក់ថាជាមគ្គុទ្ទេសក៍ទេសចរលុះមកដល់ថ្ងៃកើតហេតុគឺថ្ងៃទី23ខែសីហាឆ្នាំ2026វេលាម៉ោង 9 យប់មានរថយន្ត Mack Nissan Thena ពណ៌ខ្មៅមួយគ្រឿងបានមកទទួលនាងពីសណ្ឋាគារក្នុងទីក្រុងបាងកកបន្ទាប់ពីចាក់ចេញពីសណ្ឋាគារបានមួយសន្ទុះរថយន្តនោះបានឈប់ទទួលបុរស3នាក់ទៀតចូលមកក្នុងឡានពេលនោះនាងក៏ដឹងខ្លួនថាត្រូវគេបោកនិងព្យាយាមរត់គេចប៉ុន្តែក្រុមជនល្មើសបានព្រួតគ្នាអោបនាងជាប់ចងដៃនាងនឹងខ្សែយ៉ាងណែននិងបានដាល់នាងដើម្បីកុំឲ្យស្រែកហៅរកជំនួយទៀតផងខណៈដែលជនល្មើសកំពុងដឹកនាងឆ្ពោះទៅទីក្រុងម៉ៃសតខេត្តតានាងក៏បានក្រឡេកឃើញប៉ុស្តិ៍ត្រួតពិនិត្យក្នុងខេត្តកំពែងផេតនាងក៏ខំស្រែកហៅឲ្យគេជួយយ៉ាងខ្លាំងប៉ុន្តែឡានបានបន្ថែមល្បឿនបំបុកប៉ុស្តិ៍ត្រួតពិនិត្យធ្វើឲ្យនាងបើកទ្វារលោតចេញរួចរត់ទៅគោះទ្វារផ្ទះប្រជាពលរដ្ឋក្បែរនោះឲ្យគេជួយសង្គ្រោះភ្លាមនោះប៉ូលីសបានបើកប្រតិបត្តិការដេញតាមរថយន្តជនសង្ស័យយ៉ាងក្តៅកគុករហូតដល់តំបន់ឃុំឡានដុកម៉ៃដែលជាកន្លែងដែលរថយន្តជនសង្ស័យបានផ្ទុះកង់ហើយពួកវាត្រូវបានរត់ចោលឡានចូលទៅក្នុងព្រៃក្បែរនោះយ៉ាងណាមិញបច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យកំពែងផែតក្រោមការមើលថែយ៉ាងដិតដល់ពីប៉ូលីសទេសចរគណៈសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតយ៉ាងម៉ត់ចត់ដើម្បីស្វែងរកមូលហេតុពិតប្រាកដនិងតាមចាប់បកពួកដែលសេសសល់មកផ្ដន្ទាទោសតាមច្បាប់